ខ្ញុំបាទក៏សូមធ្វើការអនុញ្ញាតនិងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននិងអស់លោកស្រីអ្នកនាងកញ្ញាជាទីគោរពនៅថ្ងៃនេះខ្ញុំក៏សូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីជោគជតារាសីហោរាសាស្ត្រដែលខ្ញុំបាទដួងសម័យធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រប្រចាំថ្ងៃពុធនេះដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment និងលេខសំណាងនឹងពាក្យថាសាធុចំនួន3ដងរួចសេចេញភ្លាមនឹងមានសំណាងល្អតាមចប់ខ្លួនរហូតនៅថ្ងៃពុធនេះខ្ញុំក៏សូមបួងសួងឲ្យជាថ្ងៃលៀងគ្រោះចង្រៃសត្រូវคล้ายជាមិត្តនឹងឲ្យជាថ្ងៃមានលាភមានជ័យមានទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះដូច្នេះកុំឲ្យខាតពេលយូរសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយនឹងខ្ញុំបាទដូចតទៅសម្រាប់លោកអ្នកដែលកើតឆ្នាំជូតកណ្ដុរមាសឧបរាជចិញ្ចឹមនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ខ្មៅនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ32និងលេខ68សូមខមមិនទៅលេខ168យកលាភសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀសម្រាប់ឆ្នាំជូតរាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតល្អប្រសើរគួរសមហេតុនេះបើលោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រកាសពីព្រោះថានឹងផ្ដល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ចការរស់នៅមានភាពសុខដុមនិងមានជោគមានជ័យសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីចិត្តឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬក៏ផ្លូវអាកាសក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្ដៅផងដែររីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះក៏ក្រោះបន្តិចព្រោះតែម្នាក់ប្រកាន់ចិត្តខ្លាំងរៀងខ្លួនសម្រាប់លោកអ្នកដែលកើតឆ្នាំឆ្លូវគោនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌បៃតងនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ26និងលេខ58សូមខមមិនទៅលេខ799យកលាភសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំឆ្លូវរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរការកិច្ចការងារឬប្រកបការងារតូចធំបំផុតអ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ធ្វើចំនួនតូចធំក៏ប្រសើរដែរព្រោះថាផ្លែផ្កាដែលហុចមកវិញបើទោះបីច្រើនតិចក៏ជួយឲ្យបានរកផលចំណូលខ្លះគ្រាន់ចិញ្ចឹមឆ្នាំងបាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតសម្រាប់លោកអ្នកសមគមគ្រួសារបំផុតសម្រាប់លោកអ្នកដែលកើតឆ្នាំខាលខ្លាមន្ត្រីចិញ្ចឹមមានប្រាជ្ញាឆ្លាតវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ផ្កាឈូកលេខដែលនាំលាភសំណាងគឺលេខ42និងលេខ62សូមខមមិនទៅលេខ888យកលាភសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀសម្រាប់ឆ្នាំខាលរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកសម្រុកការងារពេញទីបានហើយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញការរកផលចំណូលមានការកម្រិតគួរសមលោកអ្នកអាចបើកមុខរបរថ្មីឬផ្លាស់ប្ដូរមុខរបរក៏តែងផ្ដល់ផលល្អ
មកវិញដោយកប់បំណងការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំកុំចង់ទុំមុនស្រគៀលប្រយ័ត្នកើតរឿងធំគ្មាននរណាអាចជួយកើតឡើយសម្រាប់លោកអ្នកដែលកើតឆ្នាំថោះទន្សាយមាសមានបារមីដីជាស្នេហ៍អស់មានសត្រូវមានអំណាចមានមនុស្សជួយជ្រោមជ្រែងច្រើនរីឯការងារតូចធំធ្វើដើម្បីអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ផ្កាឈូកលេខដែលនាំលាភសំណាងគឺលេខ67និងលេខ58សូមខមមិនទៅលេខ555យកលាភសម្បត្តិមហាសេដ្ឋីមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំថោះរាសីស្រុតចុះនៅថ្ងៃនេះលោកអ្នកនឿយណាយទាំងកាយនិងនឿយទាំងចិត្តធ្វើឲ្យជួបនៅបញ្ហាលំបាកច្រើនចំពោះមុខសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបការលំក្នុងការរកផលចំណូលបន្តិចហើយបើចង់ប្រកបចំនួនធំតលតែខិតខំខ្លាំងទៅជោគជ័យទៅរួចរីឯមโนសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកើតមានការរង្គោះរង្គើច្រើនដូច្នេះត្រូវចេះកាត់បន្ថយជន្លោះវិវាទទៅគ្មានបញ្ហាចោទឡើងសម្រាប់លោកអ្នកដែលកើតឆ្នាំរោងពោះអ្នកករាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីមួយតែងមានគំនិតភ្លឺថ្លាប្រាថ្នាអ្វីតែងបានសម្រេចធ្វើការងារតូចធំតែងមានអ្នកទំនុកបម្រុងសពគ្រប់បែបយ៉ាងម៉ោងដែលនាំលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌បៃតងនិងពណ៌ក្រហមលេខដែលនាំលាភសំណាងគឺលេខ62និងលេខ89សូមខមមិនទៅលេខ888យកលាភសម្បត្តិអុកញ៉ាមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀសម្រាប់ឆ្នាំរោងរាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការរីកចម្រើនលូតលាស់ទៅមុខសន្សឹមតែយ៉ាងណាបញ្ហាសៅម៉ងតែងកើតមានផងដែរសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើចំនួនមិនថាផ្លូវគោកផ្លូវទឹកឬក៏ផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃអញ្ចឹងផងរីឯមโนសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំក៏បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ពោះទេវតាចិញ្ចឹមមានលាភមានជ័យមានមនុស្សជាច្រើននាំគ្នាស្រឡាញ់រាប់អានសាទរម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌បៃតងនិងពណ៌សលេខដែលនាំលាភសំណាងគឺលេខ53និងលេខ61សូមខមមិនទៅលេខ168យកលាភសម្បត្តិអបជនជាន់ខ្ពស់មានលុយវលានមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំម្សាញ់រាសីល្អមធ្យមនៅថ្ងៃនេះទោះបីលោកអ្នកបំពេញកិច្ចការងារអ្វីឃើញថាតែងផ្ដល់ផលល្អនិងក្រុមមនុស្សជួយជ្រោមជ្រែងច្រើនផងថ្ងៃនេះដែរលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះងាយជួបគ្រោះចាញ់បោកគេណាចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពរំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែររីឯមโนសញ្ចេតនាបញ្ហាគូស្នេហ៍ប្រុសស្រីកុំយកកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងធំឈានដល់ការបែកបាក់សម្រាប់លោកអ្នកដែលកើតឆ្នាំមមីសេះមេតបចិញ្ចឹមនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌សនិងពណ៌ក្រហម
លេខដែលនាំលាភសំណាងគឺលេខ32និងលេខ68សូមខមមិនទៅលេខ198យកលាភសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆុតបំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះស្នាមមមីរាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងមានរឿងរ៉ាវចូលមកឲ្យសប្បាយចិត្តផងការរស់នៅបញ្ហាគ្រួសារឬសេចក្តីស្នេហាមានភាពល្អផូរផង់ប្រពៃនិងកំពុងកើតវាលកាលគុំត្រជាក់ត្រជុំល្អណាស់ពួកអ្នកប្រកបមុខរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទៅជោគជ័យទៅរួចរីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានការផ្សំគុំគ្រួសារឬជោស្តីដណ្ដឹងជាពេលវេលាល្អប្រពៃសម្រាប់លោកអ្នកដែលកើតឆ្នាំមមែពពែមាសមានបារមីដូចជាឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានជាន់ខ្ពស់ម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ខ្មៅនិងពណ៌សលេខដែលនាំលាភសំណាងគឺលេខ23និងលេខ24សូមខមមិនទៅលេខ222យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់មានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆុតបំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះស្នាមមមេរាសីល្អមធ្យមនៅថ្ងៃនេះទោះបីលោកអ្នកបំពេញកិច្ចការងារអ្វីឃើញថាតែងផ្ដល់ផលល្អនិងក្រុមមនុស្សជួយជ្រោមជ្រែងច្រើនផងថ្ងៃនេះដែរលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះងាយជួបគ្រោះចាញ់បោកគេណាចំពោះអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពលំនឹងល្អហើយទោះជួញទីចិត្តឆ្ងាយអាចរកផលកម្រៃចិញ្ចឹមឆ្នាំងបាយរីឯមโนសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំយកកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងធំឈានដល់ការបែកបាក់គ្នាសម្រាប់លោកអ្នកដែលកើតឆ្នាំវក់ស្វាមន្ត្រីចិញ្ចឹមនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលាភសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌ក្រហមនិងពណ៌សលេខដែលនាំលាភសំណាងគឺលេខ22និងលេខ85សូមខមមិនទៅលេខ888យកលាភសម្បត្តិមហាសំពៅលួងមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀចំពោះស្នាមវក់រាសីល្អមធ្យមនៅថ្ងៃនេះពុំមានផលអាក្រក់ណាមួយចូលមកអុកឡុកយាយីបង្កជាបញ្ហាច្រើនទេហើយបើមាននោះក៏អាចត្រូវឆាប់ចំណែកការប្រកបការងារមានការរីកលូតលាស់សន្សឹមដូចសពមួយដងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាការជួញទីចិត្តឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្ដៅរីឯមโนសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាកំឡោះក្រមុំកុំក៏បីយកចិត្តខ្លាំងដាក់ខ្លួននាំតែកើតរឿងរ៉ាវរកម្មរកោសឈានមិនដល់ខ្លងទ្វេអពាពិពាសម្រាប់លោកអ្នកដែលកើតឆ្នាំលកាមន់មាសប្រាក់ឧបរាជចិញ្ចឹមមានសំណាងល្អឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាមហាសេដ្ឋីគេហបតីឬក៏អ្នកមានជាន់ខ្ពស់ម៉ោងដែលនាំលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង7យប់ពណ៌ដែលនាំលាភសំណាងគឺពណ៌លឿងនិងពណ៌ផ្កាឈូកលេខដែលនាំលាភសំណាងគឺលេខ05និងលេខ86សូមខមមិនទៅលេខ666យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់មានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនាយទេឆាត់បំផុតនិងមានសំណាងល្អ
និងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំរការាសីល្អមធ្យមនៅថ្ងៃនេះការប្រកបការងារឃើញថាជួបផលលំបាកមួយចំនួនដែរត្រូវរែកពន្ធផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើមិនសូវសុខស្រួលប៉ុន្មានទេការធ្វើដំណើរទៅទិសពាយប់មិនសូវមានសុវត្ថិភាពទេក៏បីមានការប្រយ័ត្នប្រយែងបន្តិចទៅប្រសើររីឯមโนសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរការថយក្រោយនិងជន្លោះវិវាទច្រើនដែរសម្រាប់លោកអ្នកដែលកើតឆ្នាំចសនៈនាំលៀបឧបរាជចិញ្ចឹមឈ្នះអស់មាសត្រូវប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាកេហបតីមហាសេដ្ឋីឬក៏អ្នកមានជាន់ខ្ពស់ម៉ោងដែលនាំលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌លឿងនិងពណ៌ទឹកក្រូចលេខដែលនាំលៀបសំណាងគឺលេខ55និងលេខ62សូមខមមិនទៅលេខ899លៀបសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនេរទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំចរាសីស្រត់ចុះនៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងប្រទាំងប្រទើសនឹងជួបបញ្ហាច្រើនផងសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញភាពសួយនៅតែតាមជាប់ជានិច្ចឲ្យប្រយ័ត្នប្រយែងជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេការធ្វើដំណើរទីជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះចាញ់គ្នាសម្រាប់លោកអ្នកដែលកើតឆ្នាំកុរជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតក្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងដែលនាំលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង6ល្ងាចពណ៌ដែលនាំលៀបសំណាងគឺពណ៌ប្រផេះនៅពណ៌លឿងលេខដែលនាំលៀបសំណាងគឺលេខ44និងលេខ63សូមខមមិនទៅលេខ666យកលៀបសម្បត្តិទេវតាទ្រព្យមានបារមីស័ក្តិសិទ្ធិណាស់សេចេញភ្លាមទំនេរទេឆាត់បំផុតនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូរហៀចំពោះឆ្នាំកុររាសីឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យនិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរបើលោកអ្នកចង់បើកមុខរបរថ្មីឬមានការផ្ទេរទំនិញអ្វីមួយក៏តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខកដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯមโนសញ្ចេតនាបញ្ហាស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងស្រស់ស្រាយល្អប្រសើរខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកស្ដាប់នៃហោរាសាស្ត្រប្រចាំថ្ងៃនេះក៏ដល់ទីបញ្ចប់ខ្ញុំក៏សូមអភ័យទោសរាល់ការនិយាយស្ដីទៅខុសដោយអចេតនាហើយខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមឲ្យអស់លោកអ្នកដែលកំពុងទេសនាជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលគ្រប់វេលា